បាទសួស្តីនេះប្រភេទប្រគុណ Gnome Sensor លេខកូដ401 S គ្រឿងរបស់ប្រគុណ Gnome Sensor ហ្នឹងមានតែ2ទេនៅខាងក្រៅបាទនេះប្រភេទឆ្នុកដែលដាក់លើនេះនេះប្រភេទខ្សែតចូល sensor និងថ្មហើយរបៀបដាក់ថ្មគឺយើងមួខ្ចៅនេះដាក់ថ្មតាមលំដាប់លំដោយទៅបោកដកតាមទៅមានចំនួន4ហើយមានខ្សែទឹកចំនួន1សម្រាប់តចូលអញ្ចាំងហើយរបៀបនៃការតប្រគុណ Gnome Sensor ហ្នឹងគឺនេះខ្សែក្រហមតមួយខ្សែក្រហមមកសោកយកខ្សែក្រហមខ្សែខ្មៅសោកយកមួយខ្សែខ្មៅមកហើយរុននេះសោកយកកន្លែងនេះនឹងរុនទឹកហើយចំពោះដំណរតខាងក្រោយនេះគឺយើងតមួយខ្សែនេះហើយតចូលមួយខ្សែទឹកចូលអញ្ចាំងហើយមួយទៀតពាក់ព័ន្ធមួយរុនប្រហោនៅខាងក្រោមរុនប្រហោនៅខាងក្រោមហ្នឹងយើងអាចតមួយទៅយោផ្ទាល់ដីបានដាក់ទៅយោផ្ទាល់ដីទៅហើយពេលបិទជាប់អញ្ចាំងប្រើស៊ីម៉ង់ក៏បានឬក៏ប្រើជាកែវកញ្ចក់ក៏បានបិទជុំវិញវាមកជុំទៅគឺអូខេ